ប្រវត្តិចាក់សាក់ការចាក់សាក់ជាសិល្បៈមួយដែលមានភាពទាក់ទាញដោយបង្កើតគំនូរដែលមានរូបរាងប្លែកៗលើស្បែកតាមចំណង់ចំណូលចិត្តរបស់អ្នកចាក់សាក់ប្រវត្តិនៃការចាក់សាក់មិនមែនជារឿងថ្មីនោះទេវាមានតាំងពីក្នុងសង្គមអេស៊ីបុរាណមកម្ល៉េះហើយទម្លាប់នៃការចាក់សាក់បានរីកសាយភាយទូទាំងពិភពលោកដោយចេញពីអាស៊ីទៅតំបន់អឺរ៉ុបនិងអាមេរិកនៅក្នុងសតវត្សទី21វប្បធម៌ចាក់សាក់មានប្រជាប្រិយភាពយ៉ាងខ្លាំងក្នុងចំណោមយុវវ័យហើយការចាក់សាក់របស់មនុស្សសម័យថ្មីបានកែប្រែរូបរាងបុរាណនៃវប្បធម៌ចាក់សាក់ហើយទម្រង់ថ្មីនៃការចាក់សាក់បានប្រែក្លាយលក្ខខណ្ឌស្ទាយផ្ទាល់ខ្លួនតាមចំណង់ចំណូលចិត្តជាងនេះទៅទៀតការចាក់សាក់បានក្លាយទៅជាលក្ខណៈពិសេសនៅក្នុងចំណោមយុវវ័យនៅក្នុងសម័យទំនើបការចាក់សាក់ជាញឹកញាប់មានលក្ខណៈផ្ទាល់ខ្លួនខ្ពស់ដែលតំណាងឲ្យសេចក្តីស្រឡាញ់របស់មនុស្សម្នាក់ៗចំពោះតន្ត្រីធម្មជាតិនិងវីរៈបុរសរបស់ពួកគេការចាក់សាក់សម័យទំនើបអាចបម្រើឲ្យគោលបំណងជាក់ស្ដែងនៃអ្នកចាក់សាក់ក៏ប៉ុន្តែនៅក្នុងផ្នត់គំនិតសង្គមវិញគេចាត់ទុកអ្នកចាក់សាក់ភាគច្រើនជាបុគ្គលដែលស្ថិតនៅក្នុងចំណោមជនអន្តពាលការសម្គាល់នេះដូចជាឧក្រិដ្ឋជនបងតូចបងធំក្រុមរកស៊ីគ្រឿងញៀនអ្នកលេងល្បែងស្ត្រីពេសាចារនិងអ្នករកស៊ីក្នុងសង្គមងងឹតជាដើមឧទាហរណ៍ជាក់ស្ដែងក្រុមសង្គមងងឹតនៅអាស៊ីដូចជានៅក្នុងប្រទេសចិនជប៉ុនសុទ្ធសឹងតែជាអ្នកស្រឡាញ់ការចាក់សាក់ហើយវប្បធម៌នៃការចាក់សាក់បានក្លាយទៅជាវប្បធម៌នៃក្រុមអ្នកលេងរីឯនៅក្នុងសង្គមឥណ្ឌាវិញវប្បធម៌នៃការចាក់សាក់បានកើតឡើងមកពីក្រុមបុព្វជិតនៃសាសនាជាច្រើននៅក្នុងប្រទេសឥណ្ឌាហើយវប្បធម៌នៃការចាក់សាក់នេះបានហូរចូលសង្គមក្បែរឥណ្ឌាហើយទម្រង់នៃការចាក់សាក់មាននៅក្នុងប្រទេសកម្ពុជាដែលមានលក្ខណៈពិសេសការចាក់សាក់បានអនុវត្តនៅក្នុងព្រះសង្ឃខ្មែរដូចជាការសាក់យ័ន្តដែលមានទម្រង់ផ្សេងៗគ្នានិងបង្កប់ទៅដោយអត្ថន័យសម្រាប់ការពារខ្លួនពីសត្រូវជាដើមសពថ្ងៃយុវវ័យជាច្រើនមានទំនោរនៅក្នុងការចាក់សាក់ដោយសារតែបុគ្គលល្បីៗដូចជាតារាចម្រៀងកីឡាករប្រដាល់និងកីឡាករបាល់ទាត់ជាដើមបានចាក់សាក់ដែលមានលក្ខណៈឯកជននិយមផ្ទាល់ខ្លួនក៏ប៉ុន្តែមិនមែនរាល់ការចាក់សាក់ជាទីពេញចិត្តនៃមនុស្សជានិច្ចនោះទេក្នុងហាងកែសម្ផស្សមួយចំនួនក៏មានសេវាលុបស្នាមសាក់ដែរដោយសារតែអ្នកចាក់សាក់ស្អប់ខ្ពើមសាក់នោះវិញបើយើងនិយាយនៅក្នុងរបៀបរបបនៃការជ្រើសរើសបុគ្គលិកធ្វើការវិញកន្លែងធ្វើការមួយចំនួនដូចជាធនាគារមិនជ្រើសរើសបុគ្គលិកណាដែលមានស្នាមសាក់នោះទេក៏ព្រោះតែគេសម្គាល់ថាបុគ្គលដែលមានស្នាមសាក់ជាមនុស្សដែលមានចិត្តមិនស្មោះត្រង់ពោលជាមនុស្សមិនល្អការសម្គាល់នេះគឺមានទាំងបុរសនិងស្ត្រីហើយដើម្បីបញ្ជាក់ពីរាងកាយមិនមានស្នាមសាក់ក្នុងស្ថាប័នមួយចំនួនបានប្រើវិធីជ្រើសរើសបុគ្គលិកគឺតម្រូវឲ្យមានការស្រាតដើម្បីពិនិត្យក្រែងលោមានស្នាមសាក់នៅចំណុចណាមួយនៃរាងកាយដែលលាក់បាំងហើយទម្លាប់នេះត្រូវបានគេអនុវត្តរហូតមកទល់នឹងពេលបច្ចុប្បន្ន